បាទសួស្តីក្នុងថ្ងៃនេះគឺ Samsung A21s បាទជាប់លេខកូដដៃគឺក្នុងវីដេអូអញ្ចឹងបាទតែឥឡូវសូមជួយចុច Subscribe ក្នុង channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតបាទហើយបើសិនជាចង់ទំនាក់ទំនងមកខ្ញុំឯងអាចចុចលើខាងក្រោមវីដេអូហ្នឹងហើយចុចមកឆាតមកខ្ញុំបានតាមរយៈ Facebook និង Telegram បាទអញ្ចឹងមានតែប៉ុណ្្នឹងតោះឥឡូវមកសូមមើលទស្សនាវីដេអូបន្តបាទក្នុងដៃខ្ញុំគឺ A21s បាទជាប់លេខកូដដៃហើយ A21s ហ្នឹងដែលជាប្រភេទ Android version 12A21s នេះ Android 12បិទក៏អត់downloadតែគឺវាទាមទារលេខកូដដើម្បីធ្វើការផលិតតែយើងមាន technique ក្នុងការផលិតម៉ាស៊ីនវាឲ្យរលត់ដើម្បីយើងអាចចូលទៅដោះលេខកូដបានជំហានដំបូងយើងត្រូវដោតដោយនេះគឺយើងអាចដោតដោយភ្លើងយើងក៏បានដោយ USB KB computer ក៏បានតែឥឡូវយើងដោតមកហើយការចុច volume ទាំង3ផលិតណាចុចជាប់ដូចក្នុងវីដេអូខ្ញុំអញ្ចឹងធ្វើតាមមួយហើយនៅពេលដែលទូរស័ព្ទរលត់ភ្លាមយើងចុចតែប៊ូតុង power និងប៊ូតុង volume បូកបាទឲ្យជាប់នៅពេលដែលចេញ logo យើងបលែងដៃបាទបលែងដៃមកតែ USB ត្រូវតែដោតជាប់នៅពេលដែលចេញ recovery mode ចាំយើងដកដូចចេញបាទនេះជា technique Android 12ក្នុងការចូល recovery mode បាទអញ្ចឹងឃើញចូល recovery mode ទេបាទបន្តមកយើងអាចដកដូចបានហើយបន្តមកទៀតយើងចូលទៅក្នុង web data វាមកដើម្បីធ្វើការដោះលេខកូដដៃបាទហើយវីដេអូនេះខ្ញុំគ្រាន់តែចង់បង្ហាញពីរបៀបនៃការដោះលេខកូដដៃហើយចូល recovery mode យ៉ាងម៉េចចឹងណាបាទអត់មាននិយាយពីការដោះ Google account ទេវីដេអូនេះអូខេអញ្ចឹងយើងដោះលេខកូដដៃរួចហើយយើងចូល reboot វាមកបាទអញ្ចឹងទូរស័ព្ទហ្នឹងវានឹងធ្វើការ reboot ឡើងបាទខ្ញុំចាំបន្តិចថាតើវា successful ទេអត់បាទវីដេអូនេះគឺមានតែប៉ុណ្ណឹងគឺនិយាយពីការចូល recovery mode បិទពលទូរស័ព្ទវាក៏ពលមិនបានវាជាប់លេខកូដដៃដោយសារតែវា Android ខ្ពស់ version ខ្ពស់ version 12ហើយអញ្ចឹងយើងអាចធ្វើការពលវាតាមធម្មតាដោយទូរស័ព្ទទូទៅបានទេគឺយើងធ្វើការពលទៅវាទាមទារលេខកូដអញ្ចឹងយើងមានតែបង្ខំបិទវាគ្រាន់តែចុចប៊ូតុងទាំង3ដូចក្នុងវីដេអូយើងហ្នឹងបាទហើយបើសិនជាបងប្អូនចង់ទំនាក់ទំនងមកខ្ញុំអីអាចតាមរយៈនៅខាងក្រោមវីដេអូខ្ញុំមាន link នៅទាំង3ដូចខ្ញុំបានបង្ហាញអញ្ចឹងបាទមានទាំង Facebook និង Telegram អាចធ្វើការទំនាក់ទំនងមកខ្ញុំបានណាបាទហើយបើសិនជាមានចម្ងល់អីចង់តាក់ទងអីបាទ order serial SN bypass iCloud អីអាច order serial SN ជាមួយខ្ញុំបានឬក៏ត្រូវការ unlock tour បាទ3ខែ6ខែនិង1ឆ្នាំអាចតាក់ទងមកបានបាទអញ្ចឹងវីដេអូនេះចិត្តចប់ហើយស្វាគមន៍ទៀតទេអូខេខ្ញុំមើលថាចេញដំណើរការដល់សូមស្វាគមន៍ហើយបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងបាទអរគុណច្រើនសម្រាប់ការទស្សនា